ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកថតពីសកម្មភាពរបស់ត្រីក្រឹមដែលខ្ញុំបានបង្កាត់ប្រហែលជារយៈពេល3ទៅ4ខែហើយដោយសកម្មភាពរបស់ត្រីក្រឹមនេះគឺខ្ញុំត្រៀមចាប់ឡើងកែវហើយភាសាតែមើលទៅវាធំដែរអាចនឹងល្មមជើងលេងដោយខ្ញុំថតដំបូងនេះគឺជាសម្បុករបស់ត្រីម៉ដែលគេហៅថាត្រីសៀបខាងបាត់ដំបងណាហើយចំណែកសម្បុកនេះគឺជាសម្បុករបស់ត្រីតាំងគេហៅត្រីលំអដែលខ្ញុំបានយកត្រីតាំងពួកហាស្មូនយកទៅបង្កាត់ជាមួយនឹងត្រីមេក្នុងយើងហើយមានសម្បុកផ្សេងទៀតដែលខ្ញុំបានបង្កាត់គឺបាតែមួយប៉ុន្តែមេរបស់វាគឺផ្សេងពីគ្នាត្រីនេះមានអាយុប្រហែលជា4ខែហើយគឺវាធំអាចនឹងចាប់យកទៅតាំងបានដាក់ទៅក្នុងទូកញ្ចក់ឬក៏ក្នុងកន្លែងណាដែលធំទូលាយហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូផ្សេងទៀតនៅពេលក្រោយ